ថ្ងៃនេះកូនប្រុសខ្ញុំឆាតមកពីរោងចក្រមកអើយប្រមូលកៅឲ្យកូនយកឲ្យបោកឲ្យកូនផងព្រោះអីកូនអស់កៅស្លៀកលេងហើយបើកមកបងប្អូនហ្នឹងឲ្យឡើងមកកែទូគេហ្នឹងកៅប្រឡាក់គឺនៅក្នុងហ្នឹងទាំងអស់ហើយស្លៀកមកខោជើងខ្លីខោជើងវែងហ្នឹងគឺនៅជាមួយគ្នាតែម្ដងអញ្ចឹងហើយទល់តែសារលាស់ឲ្យគាត់ឲ្យយកទៅឲ្យគេបោកគេអីចឹងណាថ្ងៃមុននឹងយកទៅឲ្យគេហ្នឹងគឺយើងត្រូវប្រឡាត់ខោខាងត្រូវខាងអីមកសិនអញ្ចឹងទៅពេលយកទៅបោកហ្នឹងបានវាបោកស្អាតបោកអីចឹងណាបងប្អូនហើយតែខំហ្នឹងបោកអត់ស្អាតទេឥឡូវហ្នឹងកៅម៉ាស៊ីនបោកដឹងស្រាប់ហើយបងប្អូនហើយតើកៅគេពាក់គាត់តែមានក្លិនញើសដូចនាងខ្ញុំអីហ្នឹងបើថាកៅគាត់នេះតើតែបោកដៃអីនៅប៉ុន្តែខ្ញុំគ្មានកម្លាំងបោកឲ្យគាត់ទេអញ្ចឹងហើយខ្ញុំក៏យកវាដាក់នេះទៅបងប្អូនហើយបញ្ចូលវាយកទៅឲ្យគេបោកទៅហើយសរុបកៅគាត់ទាំងអស់ហ្នឹងគឺ7គីឡូហើយហ្នឹងហើយបងប្អូនការ challenge សប្តាហ៍ថ្មីហ្នឹងបានមកដល់ទៀតហើយអញ្ចឹងបងប្អូនផុសបានប្រហែលវីដេអូទៀតហើយសម្រាប់នាងខ្ញុំគឺនៅទេបងប្អូនទំនឹងរៀបចំផុសវីដេអូមួយនេះអញ្ចឹងណាហើយផុសហ្នឹងគឺផុសវីដេអូវែងទៀតដោយសារតែវីដេអូខ្លីហ្នឹងអត់មានបានថតបានអីទេបងប្អូនហើយតែអញ្ចឹងថតនាទីនេះបានតែវីដេអូវែងមួយហ្នឹងអញ្ចឹងក្នុងសប្តាហ៍ថ្មីថ្ងៃច័ន្ទនេះណាបងប្អូនហើយអញ្ចឹងហើយផុសជារូបភាពផុសជាអក្សរផុសជា story ផុសជាអីហ្នឹងគឺសិតតែគេដាក់ក្នុង challenge ឲ្យយើងធ្វើអញ្ចឹងណាប្រចាំសប្តាហ៍រៀងរាល់សប្តាហ៍មួយសប្តាហ៍ម្ដងមួយអាទិត្យហ្នឹងពេលខ្លះក៏ធ្វើបានទៅពេលខ្លះក៏ធ្វើមិនបានទៅដឹងមិនបងប្អូនបើសិនជាវាច្រើនពេកយើងធ្វើអត់ទាន់អញ្ចឹងណាហ្នឹងហើយពេលណាមួយយើងលក់ដូរអីចឹងទៅលក់ដាច់ភ្លេចខ្លួនទៅអត់បានផុសអត់បានអីចឹងទៅអញ្ចឹងហើយក៏ចំណាយពេលវេលាវាហួសកន្លងផុតទៅអញ្ចឹងណាអញ្ចឹងក៏ចូលដល់សប្តាហ៍ថ្មីហើយអញ្ចឹងបងប្អូនព្យាយាមផុសវីដេអូទាំងអស់គ្នាឲ្យបានគ្រប់កិច្ចការងារដែលគេដាក់ឲ្យយើងធ្វើក្នុងមួយសប្តាហ៍អញ្ចឹងណាកុំឲ្យរំលងហួសដូចនាងខ្ញុំអីអញ្ចឹងព្យាយាមធ្វើទាំងអស់គ្នាទៅហ្នឹងហើយបងប្អូនឥឡូវមួយរយៈនេះខ្ញុំមើលឃើញថាមានគេនេះច្រើនណាបងប្អូនដោយសារតែស្អីគេ 300k បងប្អូនហ្នឹងហើយ view 300k គេតម្លាក់28ថ្ងៃនឹងដូចមានច្រើនដល់បងប្អូននេះសម្រាប់ page ខ្ញុំចូលទៅធ្វើដែរប៉ុន្តែវាលោតចេញមកដូចអត់ដូចបោះបងប្អូនអញ្ចឹងសោះវាលោតមកមានប្រហែល7 8s ហ្មិចទេបងប្អូននេះមិនដឹងថាវាហ្មិចទេអញ្ចឹងហើយចេះតែធ្វើទៅនេះខ្ញុំចូលទៅស្នើដែរតាអញ្ចឹងបងប្អូនកុំភ្លេចចូលទៅស្នើទាំងអស់គ្នាទៅអញ្ចឹងការងារផ្ទះនឹងក៏មានញឹកដៃល្វីអត់ឈប់ទេបងប្អូនហ្នឹងងើបពីដេកពេលថ្ងៃមួយផ្លែតហ្នឹងក៏ប្រមូលយកទៅឲ្យគាត់ឲ្យគេបោកទៅបោកម៉ាស៊ីនណាបងប្អូន1គីឡូតែ1000ទេបោកផ្ទះសៃទូអញ្ចឹងណាប្រក់ក្តារនឹងដែរទេអត់នៅណាទេអញ្ចឹងហើយយើងយកទៅដាក់កងអគុយយើងទាំងអស់គ្នាយានជំនិះយើងគឺមានតែមួយនឹងគឺកងអគុយបងប្អូនអ្នកឃើញអត់អញ្ចឹងយើងទៅទាំងអស់គ្នាទុកទៅឲ្យគេបោកថ្លឹងគីឡូហើយយកមកហាលឡើងយប់បងប្អូនមិនមែននៅភ្លឺណាយប់អញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្ណឹងអរគុណជួបគ្នាវីដេអូក្រោយទៀតបាយបាយហែងទាំងអស់គ្នាបងប្អូន